ថ្ងៃរៀបការកាន់តែខិតជិតមកដល់ទីបព្រឹកប្រឹងសម្រក់ទម្ងន់ខ្លាំងរហូតប្រែប្រួលរូបរាងមើលសឹងតែមិនស្គាល់ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងតែនាំគ្នាវែងញែកជាការពិតណាស់នៅលើវិស័យចម្រៀងក្នុងប្រទេសកម្ពុជាមានមនុស្សតិចណាស់ដែលថាមិនបានស្គាល់អ្នកនាងទេបព្រឹកអ្នកនាងត្រូវបានគេស្គាល់ថាគឺជាតារាចម្រៀងម្នាក់ដែលមានសមត្ថភាពខ្ពស់ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអ្នកស្ដាប់ទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីនៅទូទាំងប្រទេសកម្ពុជាថ្មីបច្ចុប្បន្នអ្នកនាងមានកូនម្នាក់រួចទៅហើយក្តីជាពិសេសមិនត្រឹមតែមានទឹកដមសម្លេងពីរោះតែក៏ដែលសារតែរូបសម្រស់ស្រស់ស្អាតនិងការតុបតែងខ្លួនឲ្យស័ក្តិសមទៅនឹងសម័យកាលផងដែរប៉ុន្តែថ្មីនេះតារាស្រីខាងលើបែរជាបានធ្វើឲ្យមានការវែកញែកយ៉ាងក្តៅគគុកទៅវិញបន្ទាប់ពីបានឃើញការប្រែប្រួលយ៉ាងខ្លាំងនៃរូបរាងនិងផ្ទៃមុខរបស់នាងដោយសារតែឥទ្ធិពលនៃការសម្រក់ទម្ងន់រហូតដល់ស្ថានភាពស្គមពេងរូបភាពថ្មីរបស់អ្នកនាងទេបព្រឹកត្រូវបានគេបង្ហោះពាសពេញបណ្ដាញសង្គមនៅក្នុងឈុតសម្លៀកបំពាក់ពណ៌ស្រស់ឆើតពាក់គ្រឿងអលង្ការយ៉ាងស្រស់ស្អាតរំលេចចេញនៅរចនាបថខ្មែរបុរាណប៉ុន្តែរូបរាងនៃផ្ទៃមុខរបស់នាងគឺហាក់ប្រែទៅជាមានជ្រុងស្ដើងនិងបានបង្កឲ្យមានមនុស្សមួយចំនួននៅលើបណ្ដាញសង្គមបង្ហាញពីការព្រួយបារម្ភពីសុខភាពដោយសារតែខំប្រឹងសម្រក់ទម្ងន់ខ្លាំងពេករបស់នាងអ្នកខ្លះទៀតក៏បានលើកឡើងថាសម្រស់របស់អ្នកនាងទេបព្រឹកមិនស្អាតពេលស្ថិតនៅក្នុងសភាពស្គមស្គាំងបែបនេះខណៈដែលអ្នកខ្លះទៀតបានបញ្ចេញមតិនៅក្នុងអត្ថន័យចំអកឡកលើយតែក៏មានអ្នកខ្លះទៀតបានចេញមុខគាំទ្រដែលបានលើកឡើងថានេះជាជំរឿនផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ក្នុងការថែរក្សារូបរាងនិងសម្រស់ឲ្យសមស្របទៅនឹងចំណង់ចំណូលចិត្តក៏ដូចជាការពេញចិត្តរបស់មនុស្សម្នាក់យ៉ាងណាមិញការខំប្រឹងសម្រក់ទម្ងន់របស់អ្នកនាងទេបព្រឹកបានចាប់ផ្ដើមបន្ទាប់ពីអ្នកនាងនិងលោកជីដេវីតប្រកាសនឹងចូលរោងការជាមួយគ្នានៅក្នុងខែមិថុនាខាងមុខជាហេតុអ្វីតារាស្រីរូបនេះខំប្រឹងមើលថែទាំរូបសម្រស់ម្យ៉ាងទៀតក៏ដោយសារតែអ្នកនាងគឺជាអ្នកលក់ផលិតផលផងដែរគួរបញ្ជាក់ថានៅក្នុងថ្ងៃមង្គលរបស់តារាចម្រៀងទាំងពីរដួងខាងលើលោកជីដេវីតដែលជាកូនកំលោះបានបញ្ជាក់ថាគឺនៅថ្ងៃពិសេសរបស់លោកមិនត្រឹមតែបានអញ្ជើញភ្ញៀវកិត្តិយសជាអ្នកសិល្បៈមិត្តភ័ក្តិនិងអ្នកមានមុខមាត់នៅក្នុងសង្គមនោះទេតែលោកក៏បានអញ្ជើញអ្នកគាំទ្រឲ្យចូលរួមផងដែរជាពិសេសគឺនៅថ្ងៃមង្គលការរបស់លោកនឹងបែងចែក wedding party ជា2ថ្ងៃសម្រាប់មិត្តភ័ក្តិបងប្អូននៅភ្ញៀវកិត្តិយសថាបតីនៅថ្ងៃទី7ខែមិថុនាឆ្នាំ2025ហើយសម្រាប់អ្នកគាំទ្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី8ខែមិថុនាឆ្នាំ2025ប៉ុន្តែសម្រាប់ចំនួននៃការចូលរួមរបស់អ្នកគាំទ្រគឺលោកកំណត់យកត្រឹមតែ 3,000 នាក់តែប៉ុណ្ណោះតាមរយៈការចុះឈ្មោះ